សូមស្វាគមន៍មកកាន់ Cambodia Flash News អន្តរជាតិតើប្រទេសរុស្ស៊ីកំពុងតែអស់លុយដើម្បីបន្តការប្រយុទ្ធក្នុងសង្គ្រាមជាមួយអ៊ុយក្រែនមែនឬសហព័ន្ធរុស្ស៊ីដែលអតីតជាមហាអំណាចប្លុកកុម្មុយនីជំនាន់សហភាពសូវៀតកំពុងប្រឈមមុខនឹងវិបត្តិថវិកាធ្ងន់ធ្ងរដែលគំរាមកំហែងដល់សមត្ថភាពរបស់ខ្លួនក្នុងការបន្តសង្គ្រាមនៅអ៊ុយក្រែនជាមួយនឹងកំណើនអានុភាពថវិកាខ្ពស់អស់រយៈពេល7ឆ្នាំជាប់គ្នានិងបំរុងទុនហិរញ្ញវត្ថុដែលកំពុងថយចុះធ្វើឲ្យក្រំឡាំងមានជំរើសមានកំណត់ក្នុងការផ្ដល់មូលនិធិដល់ប្រតិបត្តិការយោធារបស់ខ្លួនព័ត៌មានលម្អិតនិងបរិបត្តិសំខាន់សេចក្តីព្រាងថវិការបស់រដ្ឋាភិបាលកណ្ដាលរុស្ស៊ីសម្រាប់ឆ្នាំ2026ដល់ឆ្នាំ2028វាបានបង្ហាញឲ្យឃើញពីភាពអាសន្នផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានប្រទេសនេះកំពុងជួបប្រទះនឹងអានុភាពថវិកាអស់រយៈពេល7ឆ្នាំជាប់គ្នាដែលលើសពី 2% នៃផលិតផលក្នុងស្រុកសរុបដែលជាកំណត់ត្រាដែលមិនធ្លាប់មានកើតឡើងចាប់តាំងពីឆ្នាំ1999មកសម្រាប់ឆ្នាំ2025អានុភាពថវិកាត្រូវបានកើនឡើងដល់ 2.6% នៃផលិតផលក្នុងស្រុកសរុបដោយរដ្ឋាភិបាលបានបោះបង់ចោលគោលដៅរបស់ខ្លួនក្នុងការរក្សាអានុភាពថវិកាឲ្យនៅក្រោម 1% អ្នកវិភាគរួមទាំង Benjamin Hilgenstock ពីវិទ្យាស្ថាន KSE និងអ្នកសេដ្ឋកិច្ច Vladimir Dobrovsky បានចាត់ទុកការព្យាករណ៍អានុភាពថវិកាឆ្នាំ2026ចំនួន 1.6% ថាមិនប្រកបនិយមនោះទេដោយប្រមានថាតួលេខជាក់ស្ដែងទំនងជានឹងខ្ពស់ជាងនេះយ៉ាងខ្លាំងជាពិសេសប្រសិនបើទណ្ឌកម្មកាន់តែខ្លាំងវិបត្តិនេះបានប៉ះពាល់ដោយផ្ទាល់ទៅលើសមត្ថភាពប្រយុទ្ធរបស់រុស្ស៊ីទោះបីជាទីក្រុងមូស្គូអះអាងថាការចំណាយលើការការពារជាតិនឹងនៅថេរក្នុងរយៈពេលពីឆ្នាំ2026ដល់ឆ្នាំ2028ថយចុះពី 6.3% ទៅ 4.7% នៃផលិតផលក្នុងស្រុកសរុបក៏ដោយក៏អ្នកនយោបាយបកប្រឆាំង Vladimir Milo ប្រកែកថាតួលេខទាំងនេះលាក់កំបាំងភាពលំបាកហិរញ្ញវត្ថុធ្ងន់ធ្ងរនៅក្នុងភាពស្មុគស្មាញឧស្សាហកម្មយោធានាយកប្រតិបត្តិក្រុមហ៊ុន Rostek លោក Sergei Shemezov បានទទួលស្គាល់នៅក្នុងខែសីហាថាប្រាក់ចំណេញពីផលិតកម្មមានកម្រិតទាបហើយនៅកន្លែងខ្លះសូន្យប្រសិនបើមិនអវិជ្ជមានវាបង្ខំឲ្យរុស្ស៊ីធ្វើសង្គ្រាមកម្រិតមានកំណត់និងអាំងតង់ស៊ីតេទាបប៉ុណ្ណោះដោយពឹងផ្អែកលើយន្តហោះគ្មានមនុស្សបើកបរនិងមីស៊ីលជាជាងប្រតិបត្តិការដែលត្រូវការឧបករណ៍យោធាច្រើនចំពោះកង្វះខាតហិរញ្ញវត្ថុមូលនិធិទ្រព្យសម្បត្តិជាតិរបស់រុស្ស៊ីបានថយចុះដល់ទៅ$50,000 លានដែលមិនគ្រប់គ្រាន់ដើម្បីគ្របដណ្ដប់អានុភាពថវិកាដែលបានព្យាករណ៍ចំនួន$70,000 លានសម្រាប់ឆ្នាំ2025ទណ្ឌកម្មអន្តរជាតិរារាំងការចូលប្រើទីផ្សារហិរញ្ញវត្ថុសកលហើយសូម្បីតែប្រទេសចិនក៏បានបដិសេធមិនផ្ដល់កម្ចីរដ្ឋាភិបាលផងដែរការខ្ចីនៅក្នុងស្រុកមានតម្លៃថ្លៃណាស់ជាមួយនឹងអត្រាប្រាក់មូលបត្រការកំណត់10ឆ្នាំលើសពី 15% រដ្ឋាភិបាលតំបន់កំពុងកាត់បន្ថយប្រាក់រង្វាន់ជ្រើសរើសទាហានយោធាពេលខ្លះរហូតដល់ទៅ5ដងដែលឆ្លុះបញ្ចាំងពីសម្ពាធហិរញ្ញវត្ថុទូលំទូលាយទោះបីជាមានការបង្កើនពន្ធយ៉ាងទូលំទូលាយរួមទាំងការបង្កើនពន្ធលើប្រាក់ចំណេញសាជីវកម្មដល់ទៅ 25% ក៏ដោយក៏ចំណូលដែលបានបង្កើតមិនគ្រប់គ្រាន់ចំពោះតម្រូវការនោះទេដោយទុកឲ្យរុស្ស៊ីមានជំរើសមានកំណត់ខ្លាំងនៅក្នុងការបន្តប្រតិបត្តិការយោធារយៈពេលយូរសម្រាប់ធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែននោះអរគុណសម្រាប់ការតាមដាន Cambodia Flash News អន្តរជាតិ